ស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាចូលមកកាន់នីតិព័ត៌មានត្រាំចេញមុខជំរះមន្ទិលសង្ស័យរឿងចូលឈ្មោះបោះឆ្នោតអាណត្តិទី3រឿងរ៉ាវពាក់ព័ន្ធនឹងការចូលឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិទី3របស់លោក Donald Trump បានបង្កភាពភ្ញាក់ផ្អើលនិងក្លាយជាប្រធានបទនារយៈពេលប្រមាណខែចុងក្រោយនេះយ៉ាងណាឥឡូវប្រមុខរដ្ឋាភិបាលទីក្រុង Washington រូបនេះបានចេញមុខបញ្ជាក់យ៉ាងច្បាស់ថាលោកនឹងមិនចូលឈ្មោះទៀតនោះទេលោកអះអាងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News កាលពីថ្ងៃអាទិត្យទី4ខែឧសភាឆ្នាំ2025ដោយនិយាយថាមានមនុស្សជាច្រើនឲ្យលោកចូលឈ្មោះមួយអាណត្តិទៀតប៉ុន្តែលោកមិនធ្វើដូច្នោះឡើយដោយទុកឲ្យអ្នកសាធារណរដ្ឋដ៏កំសត់ម្នាក់ទៀតចូលឈ្មោះវិញលោកនិយាយថាមានមនុស្សច្រើនណាស់ចង់ឲ្យខ្ញុំធ្វើខ្ញុំមិនដែលមានសំណើធំអីអញ្ចឹងទេប៉ុន្តែខ្ញុំចង់ដឹងច្បាស់ថាគេនឹងមិនអនុញ្ញាតឲ្យយើងធ្វើរឿងបែបនោះឡើយការបញ្ជាក់របស់លោក Donald Trump លើកនេះគឺផ្ទុយស្រឡះពីការអះអាងរបស់លោកកាលពីលើកមុនដែលក្នុងបទសម្ភាសន៍ជាមួយ NBC News ដដែលនេះកាលពីថ្ងៃអាទិត្យទី3ខែមិនិនាឆ្នាំ2025ប្រមុខសេតវិមានប្រាប់ថាលោកមិននិយាយលេងសើចទេដើម្បីបន្តកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី3ទោះបីជាមានការកំណត់រយៈពេលត្រឹមតែ2អាណត្តិប៉ុណ្ណោះក្នុងរដ្ឋធម្មនុញ្ញបង្កើតឡើងដោយវិសោធនកម្មលើកទី22ក៏ដោយសូមជម្រាបថាវិសោធនកម្មលើកទី22ដែលត្រូវបានបន្ថែមទៅក្នុងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ1951បន្ទាប់ពីលោក Franklin D. Roosevelt បានជាប់ឆ្នោតចំនួន4ដងជាប់គ្នាបានចែងថាគ្មាននរណាម្នាក់នឹងត្រូវបានជ្រើសរើសឲ្យកាន់តំណែងជាប្រធានាធិបតីអាមេរិកលើសពី2ដងនោះឡើយសួស្តីប្រិយមិត្តអ្នកតាមដានព័ត៌មានទាំងអស់គ្នាពូទីនសង្ឃឹមថាអាវុធនុយក្លេអ៊ែរនឹងមិនត្រូវបានប្រើប្រាស់នៅក្នុងជម្លោះអ៊ុយក្រែនទេប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថានៅក្នុងភាពយន្តឯកសារដែលបានចាក់ផ្សាយកាលពីថ្ងៃទី4ខែឧសភាឆ្នាំ2025លើទូរទស្សន៍រដ្ឋរុស្ស៊ីថាវាមិនទាន់ចាំបាច់ប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនទេហើយលោកបានសម្ដែងក្តីសង្ឃឹមថាវានៅតែមិនអាចបែបនេះតទៅមុខទៀតដោយសង្កត់ធ្ងន់ទៅលើសមត្ថភាពរបស់រុស្ស៊ីក្នុងការសម្រេចបាននូវគោលដៅយោធារបស់ខ្លួនតាមមធ្យោបាយសាមញ្ញដែលមិនមែនជាការប្រើប្រាស់អាវុធនុយក្លេអ៊ែរលោកពូទីនបញ្ជាក់ថារុស្ស៊ីមានធនធាននិងសមត្ថភាពយុទ្ធសាស្ត្រគ្រប់គ្រាន់ដើម្បីបន្តចំនួនដោយមិនងាកមកប្រើនុយក្លេអ៊ែរនោះទេមេដឹកនាំរុស្ស៊ីនិយាយថាខ្ញុំមិនជឿថាវិធានការបែបនេះនឹងចាំបាច់នោះទេរុស្ស៊ីមានកម្លាំងគ្រប់គ្រាន់ដើម្បីបំពេញគោលបំណងរបស់ខ្លួនដោយប្រើវិធីសាស្ត្រដែលមិនមែននុយក្លេអ៊ែរមានស្រាប់នោះទេយ៉ាងណាក៏ដោយឃ្លាំងនុយក្លេអ៊ែររបស់យើងនៅតែជាការរារាំងនិងធានាអធិបតេយ្យភាពការអធិប្បាយនេះកើតឡើងចំពេលដែលមានភាពតានតឹងឡើងនៅពេលដែលបណ្ដាប្រទេសលោកខាងលិចបន្តផ្គត់ផ្គង់ដល់អ៊ុយក្រែននៅសព្វវុធទំនើបហើយខណៈដែលសក្តានុពលសមរភូមិមិនមានសញ្ញាច្បាស់លាស់នៃដំណោះស្រាយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថ្មីនេះបានរិះគន់បទឈប់បាញ់បណ្ដោះអាសន្នមួយដែលបានស្នើឡើងដោយរដ្ឋាភិបាលពូទីនជាឯកតោភាគីនៅជុំវិញថ្ងៃទី9ខែឧសភាដែលជាវេទិកាជ័យជំនះរបស់រុស្ស៊ីលោក Zelensky បានប្រាប់ថាអ៊ុយក្រែនមិនអាចធានាសុវត្ថិភាពរបស់មេដឹកនាំអន្តរជាតិដែលចូលរួមក្នុងទីក្រុងមូស្គូសម្រាប់ក្បួនដង្ហែជ័យជំនះនេះឡើយលោកនិយាយថាយើងមិនអាចទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ីនោះទេពួកគេទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់អ្នកដូច្នោះហើយយើងនឹងមិនផ្ដល់ការធានាណាមួយដល់អ្នកឡើយពាក់ព័ន្ធនឹងការអធិប្បាយនេះលោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានចេញការព្រមានយ៉ាងខ្លាំងចំពោះអ៊ុយក្រែនដោយបញ្ជាក់ថាការរស់រានមានជីវិតរបស់ក្រុងគីវមិនអាចធានាបានឡើយបើអ៊ុយក្រែនបើការវាយប្រហារលើទីក្រុងមូស្គូក្នុងអំឡុងពេលប្រារព្ធទិវាជ័យជំនះ9ឧសភាខាងមុខលោក Medvedev បានប្រកាសថាប្រសិនបើមានការបង្កហេតុពិតប្រាកដនៅថ្ងៃទី9ខែឧសភាគ្មាននរណាម្នាក់អាចធានាថាទីក្រុងគីវនឹងរស់រានមានជីវិតដល់ថ្ងៃទី10ខែឧសភានោះទេស្វាគមន៍ប្រិយមិត្តអ្នកតាមដានព័ត៌មានទាំងអស់គ្នាមិចសិចច្រានចោលសំណើរបស់លោកត្រាំ
ដែលចង់ពង្រាយកងទ័ពអាមេរិកលើទឹកដីរបស់ខ្លួនលោកស្រី Claudine Sheinbaum បានបដិសេធយ៉ាងដាច់អហង្ការនៅសំណើរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការដាក់ពង្រាយទាហានអាមេរិកចូលទៅក្នុងប្រទេសមីស៊ីកដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera ប្រធានាធិបតីមីស៊ីកកាលពីថ្ងៃទី3ឧសភាបាននិយាយថាលោក Trump បានសួរលោកស្រីក្នុងអំឡុងពេលហៅទូរស័ព្ទអំពីរបៀបដែលគាត់អាចជួយប្រយុទ្ធប្រឆាំងនឹងអ ுக ្រិតកម្មនិងបានស្នើឲ្យដាក់ពង្រាយទាហានអាមេរិកលោកស្រីបានប្រាប់បន្ថែមទៀតថាលោកស្រីបានបដិសេធដោយប្រាប់លោក Trump ថាយើងនឹងមិនទទួលយកវត្តមានរបស់កងទ័ពសហរដ្ឋអាមេរិកនៅក្នុងទឹកដីរបស់យើងទេខ្ញុំបានប្រាប់គាត់ថាទេប្រធានាធិបតី Trump ទឹកដីរបស់យើងគឺមិនអាចរំលោភបានទេអធិបតេយ្យភាពរបស់យើងគឺមិនអាចរំលោភបានឡើយអធិបតេយ្យភាពរបស់យើងគឺមិនមែនសម្រាប់លក់ដូរនោះទេការអធិប្បាយរបស់មេដឹកនាំប៊ីសិកបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកាសែត Wall Street Journal បានរាយការណ៍ថាលោក Trump កំពុងដាក់សម្ពាធលើប្រទេសមីស៊ីកឲ្យអនុញ្ញាតការចូលរួមរបស់យោធាអាមេរិកកាន់តែស៊ីជម្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនកាសែត Wall Street Journal បានផ្សាយថាភាពតានតឹងបានកើតឡើងក្នុងអំឡុងពេលការហៅទូរស័ព្ទកាលពីថ្ងៃទី16ខែមេសារវាងមេដឹកនាំទាំងពីរខណៈដែលលោក Trump បានជំរុញកងកម្លាំងប្រដាប់អាវុធអាមេរិកឲ្យដើរនាំមុខក្នុងការប្រយុទ្ធប្រឆាំងនឹងអ ுக ្រិតជនគ្រឿងញៀនមិចស៊ីកដែលផលិតនិងរថពន្ធសារជាតិ Fentanylទៅកាន់សហរដ្ឋអាមេរិកសូមបញ្ជាក់ថាចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមកលោក Trump បានវាយប្រហារម្ដងហើយម្ដងទៀតទៅលើមិចស៊ីកនិងកាណាដាជុំវិញការជួញដូរគ្រឿងញៀនលោកបានចោទប្រទេសទាំងពីរថាបានអនុញ្ញាតឲ្យមានថ្នាំញៀនខុសច្បាប់ជាពិសេសបំផុតនឹងគឺសារជាតិ Fentanyl ហូរចូលតាមព្រំដែនរបស់ពួកគេចូលទៅកាន់ក្នុងទឹកដីអាមេរិកជំរាបសួរប្រិយមិត្តអ្នកតាមដានទស្សនាព័ត៌មានទាំងអស់គ្នាប៉ាគីស្ថានគម្រាមសងសឹកមួយអស់ដៃបើឥណ្ឌាហ៊ានវាយប្រហារមែនកម្ដៅរវាងទីក្រុង New Delhi និង Islamabad កាន់តែក្តៅឡើងហើយចាប់តាំងពីហេតុការណ៍បាញ់សម្លាប់ទេសចរមួយក្រុមនៅតំបន់កាស្មៀរដោយពេលនេះប៉ាគីស្ថានបានគម្រាមទៅឥណ្ឌាថាខ្លួននឹងសងសឹកមួយអស់ដៃតែម្ដងបើត្រូវវាយប្រហារមែនការព្រមាននេះគឺចេញពីមាត់ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំប្រទេសរុស្ស៊ីមូហាម៉ាត់កាលីតចាម៉ាលីដោយលោកបានប្រាប់ទៅសារព័ត៌មាន RT កាលពីចុងសប្តាហ៍ថាចារកម្មប៉ាគីស្ថានពិតជាទទួលបានការសម្ងាត់ថាឥណ្ឌាកំពុងរៀបចំគម្រោងវាយប្រហារខ្លួនមែនដូច្នេះខ្លួនត្រៀមរួចជាស្រេចដើម្បីឆ្លើយតបមួយអស់ដៃក្នុងនោះរួមទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរមិនមែនតែការវាយប្រហារដោយអាវុធទេលោកចាម៉ាលីព្រមមានថាសូម្បីតែការផ្អាកសន្ធិសញ្ញាទឹក Indus រវាងប្រទេសទាំងពីរនិងការប៉ុនប៉ងដណ្ដើមយកផ្នែកនៃទន្លេខាងក្រោមក៏នឹងក្លាយជាសកម្មភាពនៃសង្គ្រាមប្រចាំប៉ាគីស្ថានដែរហើយទង្វើបែបនេះនឹងត្រូវបានឆ្លើយតបមួយអស់ដៃដូចគ្នាទោះជាយ៉ាងណាក៏ដោយលោកបានអំពាវនាវឲ្យអ្នកជិតខាងទាំងពីរត្រូវខិតខំធ្វើការដើម្បីបន្ថយភាពតានតឹងនិងស៊ើបអង្កេតឲ្យបានច្បាស់លាស់ព្រោះភាគីទាំងពីរសុទ្ធតែជាប្រទេសមានអាវុធនុយក្លេអ៊ែរសូមជម្រាបសារជាថ្មីថាស្ថានភាពរវាងទីក្រុង New Delhi និង Islamabad បានឡើងកម្ដៅខ្លាំងបំផុតចាប់តាំងពីការវាយប្រហារនៅជ្រលងបាយសេរ៉ែនកាលពីរុស្ស៊ីថ្ងៃទី22ខែមេសាឆ្នាំ2025ដែលសកម្មប្រយុទ្ធមួយក្រុមបើកការបាញ់ប្រហារសម្លាប់ទេសចរឥណ្ឌា25នាក់និងនេប៉ាល់ម្នាក់ជុំវិញហេតុការណ៍នោះឥណ្ឌាបានចោទថាប្រទេសប៉ាគីស្ថានបានគ្រប់គ្រងអំពើភេរវកម្មឆ្លងដែនប៉ុន្តែត្រូវបានទីក្រុងអ៊ីស្លាម៉ាដាតបដិសេធហើយបដិសេធទៀតមិនត្រឹមតែប៉ុណ្ណោះប៉ូលីសក្នុងតំបន់កាស្មៀរថែមទាំងនិយាយថាពួកគេកំណត់មុខសញ្ញាជនសង្ស័យ3នាក់ដែលក្នុងនោះមាន2នាក់ជាជនជាតិប៉ាគីស្ថានថែមទៀតផងរឿងនេះធ្វើឲ្យទំនាក់ទំនងរវាងអ្នកជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរធ្លាក់ក្នុងដល់កម្រិតទាបបំផុតថ្មីទៀតហើយក្រោយមកឈានដល់ការចាត់វិធានការក្តៅរៀងខ្លួនដូចជាការបិទច្រកព្រំដែនឥណ្ឌាផ្អាកកិច្ចព្រមព្រៀង
ចែកទឹកដ៏សំខាន់ជាមួយប៉ាគីស្ថាននិងបណ្ដេញមន្ត្រីទូតទៅវិញទៅមកទៀតផងលើពីនេះទៀតរដ្ឋមន្ត្រីប៉ាគីស្ថានមួយរូបថែមទាំងគម្រាមបាញ់នុយក្លេអ៊ែរលើឥណ្ឌាចំណែកទីក្រុង New Delhi ឯនោះវិញក៏ទិញយន្តហោះចម្បាំង26គ្រឿងពីបារាំងថែមទៀតផង